អ្នកនាំពាក្យក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកស៊ុនមេសាំងបានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេសឲ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្រោមអាវ៉ាន់ក្រសួងដើម្បីស្វែងយល់ពីសក្ដានុពលរបស់ខ្លួនកម្មវិធីបណ្ដុះបណ្ដាលជំនាញការអនុវត្តជាក់ស្ដែងនិងឱកាសការងារនាពេលអនាគតដែលជួយសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សានិងអាជីពសមស្របស្របតាមតម្រូវការទីផ្សារការងារនិងការអភិវឌ្ឍប្រទេសជាតិលោកស៊ុនបេសានអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026ថាការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះគឺដើម្បីឲ្យសិស្សបានឃើញទាំងការសិក្សាការអនុវត្តជាក់ស្ដែងឧបករណ៍ទំនើបនិងឱកាសការងារនាពេលអនាគតដែលជួយឲ្យពួកគេមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដែលសមនឹងខ្លួនឯងតែម្ដងលោកបានថ្លែងថាទី1គឺជាការផ្ដល់ជម្រើសជូនពួកគាត់បន្ថែមទៀតទី2គឺឲ្យសិស្សគាត់ដឹងពីសក្ដានុពលរបស់ពួកគាត់ហើយក៏ជាការបង្ហាញពួកគាត់ពីសក្ដានុពលរបស់ប្រទេសជាតិដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងបន្ថែមពីនេះអ្នកនាំពាក្យក្រសួងការងារក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអង្គនៅទូទាំងប្រទេសសូមអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសជំនាញបច្ចេកទេសក្រោមអាវ៉ាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីស្វែងយល់ពីសក្ដានុពលខ្លួនឯងស្វែងយល់ពីការបណ្ដុះបណ្ដាលក៏ដូចជាស្វែងយល់ពីសក្ដានុពលរបស់ប្រទេសជាតិសូមបញ្ជាក់ឲ្យដឹងថាសិស្សានុសិស្សថ្នាក់ទី12មកពីវិទ្យាល័យកំពង់ក្ដីនិងវិទ្យាល័យវ៉ារិនជាង200នាក់បានចុះទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ពីជំនាញបច្ចេកទេសដែលវិទ្យាស្ថានកំពុងបណ្ដុះបណ្ដាលព្រមទាំងដើរទស្សនាតាមថ្នាក់រៀនរោងជាងគ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀននិងបង្រៀនទៀតផង